ជនជាតិសៀមគេអត់ចាប់ទុកបងប្អូនថាជនជាតិសៀមទេគេគិតថាបងប្អូនជាជនជាតិខ្មែរហើយគេធ្វើល្អដាក់បងប្អូនដើម្បីយកបងប្អូនប្រើយកបងប្អូនខ្មែរយើងប្រើដើម្បីមកវាយខ្មែរច្បាំងជាមួយខ្មែរគ្នាឯងដើម្បីមានផលប្រយោជន៍ឲ្យគេបបកញ្ញាកម្ពុជាក្រោមផ្ញើคลิปវីដេអូដាស់ស្មារតីខ្មែរសរិនដែលកំពុងចាញ់ល្បិចកាល់សៀមទទួលយកធម្មពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតមិនត្រឹមតែយានយន្តថ្មីទោះជាយានយន្តកំពុងប្រើប្រាស់ក៏អាចយកការគ្រីមក LOLC ដើម្បីទទួលបានប្រាក់កម្ចីរហូតដល់ 75% នៃតម្លៃយានយន្តដែលកំពុងប្រើប្រាស់កាលពីជប់មិញបបកញ្ញាកម្ពុជាក្រោមកញ្ញាឆនស្រីណេនបានចេញវីដេអូឃ្លីបមួយនិយាយចំទៅកាន់ខ្មែរលើឬខ្មែរសុរិនដែលកំពុងចាញ់កលសៀមបោកបញ្ឆោតឲ្យកាន់អាវុធមកច្បាំងជាមួយខ្មែរកណ្ដាលគ្នាឯងដើម្បីបម្រើផលប្រយោជន៍សៀមតាមរយៈឃ្លីបវីដេអូជាង2នាទីស្រីណេតបាននិយាយថាខ្មែរលើមួយចំនួនធំបានគិតថាខ្លួនជាសៀមខណៈដែលជនជាតិសៀមមិនបានគិតខ្មែរសុរិនមិនមែនជាជនជាតិសៀមរបស់ពួកគេឡើយដើម្បីពួកគេធ្វើល្អដើម្បីឲ្យខ្មែរច្បាំងគ្នាឯងដើម្បីផលប្រយោជន៍គេស្រីណេតក៏បានបញ្ជាក់ដែរថាគេចេញមកនិយាយនាពេលនេះមិនមែនក្នុងគោលបំណងមិនចង់ឆ្លោះមិនចង់ជេរឬស្អប់ខ្មែរលើនោះទេតែសង្ឃឹមឃ្លីបវីដេអូនេះអាចនឹងបានឃើញបានលឺដល់ខ្មែរសុរិនជំរាបសួរម៉ែអូបងប្អូនទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាវីដេអូហ្នឹងបងប្អូនមានស្គាល់បងប្អូនខ្មែរដែលនៅខ្មែរលើខ្មែរសុរិនឲ្យប្រកបបានដឹងផ្ញើឲ្យប្រកបបានមើលផងចាខ្ញុំចេញវីដេអូនេះគោលបំណងខ្ញុំគឺអត់ចង់ឆ្លោះអត់ចង់ជេរអត់ចង់ស្អប់អត់ចង់ខឹងប្រកបទេខ្ញុំជឿថាបងប្អូនខ្មែរមួយចំនួនធំប្រកបបានគិតថាខ្លួនឯងជាថៃជាសៀមប៉ុន្តែបងប្អូនមានគិតអត់ថាជនជាតិសៀមគេអត់ចាប់ទុកបងប្អូនថាជនជាតិសៀមទេគេគិតថាបងប្អូនជាជនជាតិខ្មែរហើយគេធ្វើល្អដាក់បងប្អូនដើម្បីយកបងប្អូនប្រើយកបងប្អូនខ្មែរយើងប្រើដើម្បីមកវាយខ្មែរច្បាំងជាមួយខ្មែរគ្នាឯងដើម្បីមានផលប្រយោជន៍ឲ្យគេអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូហ្នឹងបានផ្ញើដល់តាហ៊ានខ្មែរជាខ្មែរសរិនក៏ដូចជាបងប្អូនខ្មែរសរិនឲ្យពួកគាត់គិតឡើងវិញពួកខ្ញុំនៅតែស្រឡាញ់នៅតែគិតថាបងប្អូនក៏មានឈាមចោលដោយពួកខ្ញុំដែរពួកខ្ញុំជាខ្មែរហើយយើងជាពូជតែមួយយើងអត់ដែលស្អប់បងប្អូនខ្មែរនៅខាងលើទេហើយពួកយើងក៏យល់ដែរថាបងប្អូននៅខាងបងប្អូនខ្មែរនៅខាងសុរិននៅខាងលើហ្នឹងនៅខាងស្រុកថៃហ្នឹងគឺរស់បែបរដ្ឋាភិបាលសៀមដល់អញ្ចឹងទៅពួកគាត់គិតថាពួកគាត់នឹងជាសៀមប៉ុន្តែយើងគួរថាយើងមានឈាមចោលជាខ្មែរជាដូនចតាយើងជាខ្មែរហើយយើងនិយាយភាសាខ្មែរវប្បធម៌ខ្មែរហើយភាសាទាំងអស់គឺរបស់ខ្មែរជាអ្នកកសាងខ្មែរជាអ្នកធ្វើប្រាសាទអត់មានសៀមពីណាមកធ្វើទេគេកុហកបងប្អូនគេកុហកបងប្អូនថាប្រាសាទនឹងជាសៀមធ្វើជាសៀមអត់មានបានធ្វើប្រាសាទទេប្រាសាទខ្មែររបស់ដូនតាខ្មែរយើងជាអ្នកកសាងជាអ្នកធ្វើអត់មានជនជាតិណាមកធ្វើប្រាសាទនឹងទេអញ្ចឹងគេកុហកបងប្អូនគេកុហកប្រវត្តិសាស្ត្រគេបរៀនឲ្យបងប្អូនស្អប់ខ្មែរដូចគ្នាហើយបងប្អូនជឿថាបងប្អូនតាហ៊ានដែលមកច្បាំងជាមួយខ្មែរហ្នឹងខ្ញុំជឿថាបងប្អូនខ្មែរជាច្រើនដែលបានច្បាំងមួយខ្មែរហើយបានស្លាប់អញ្ចឹងសួរថាសៀមគេឈឺចិត្តអត់គេអត់ឈឺទេដោយសារតែគេអត់ចាប់ទុកបងប្អូនតាហ៊ាននឹងជាសៀមទេគេគិតថាពួកខ្មែរហ្នឹងទៅស្លាប់ទៅអាហ្នឹងគោលគំនិតគោលបំណងរបស់ខ្ញុំជឿថាបងប្អូនស្ដាប់ដឹងរឿងฟังรู้เรื่องค่ะเจอถ้าบางคนสดับบ้านคลาอัดบ้านคลาจะคนไทยไม่เคยคิดว่าคนเขมรอยู่เมืองสุรินทร์อยู่เมืองบุรีรัมย์อยู่เมืองไทยอ่ะเป็นคนไทยเลยอ่ะคนเขมรคือเป็นคนเขมร